អ៊ីរ៉ង់បើកការសងសឹកលើកងទ័ពជើងទឹកអាមេរិកនិងប្រកាសបដិសេធមិនចូលទប់ចរចានៅប៉ាគីស្ថានបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយប្រើកម្លាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកទៅលើកប៉ាល់របស់អ៊ីរ៉ង់និងបានធ្វើការរឹតអូសកប៉ាល់នោះនៅឯឈូងសមុទ្រអូម៉ាន់រួចមកអ៊ីរ៉ង់បានបើកការសងសឹកវិញជាមួយនឹងការវាយប្រហារដោយដ្រូនសម្ដៅទៅលើនាវារបស់សហរដ្ឋអាមេរិកការប៉ះទង្គិចសារជាថ្មីនេះបានទាញទម្លាក់ភាគីទាំងពីរទៅក្នុងរណ្ដៅនៃភាពតានតឹងបន្ថែមហើយបានអង្រួនដល់សេដ្ឋកិច្ចនៃតំបន់មជ្ឈិមបូព៌ានិងពិភពលោកឲ្យត្រឡប់ទៅរកអស្ថិរភាពជាថ្មីក្រោយសញ្ញានៃការរំលោភបទជបាញ់បានកើតឡើងបណ្ដាប្រទេសមួយចំនួនបានជំរុញឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់វិលទៅរកតុចរចាដើម្បីឈានទៅរកបទជបាញ់វិញខណៈពួកគេបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិហិរញ្ញវត្ថុសកលក៏ដូចជាការរាំងខ្ទប់ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រហ័រមូសយ៉ាងណាមិញនៅពេលនេះអ៊ីរ៉ង់ត្រូវបានគេដឹងថាបានបង្ហាញជំហរមិនយល់ព្រមត្រឡប់ទៅកាន់តុចរចាវិញនោះទេប្រសិនបើលក្ខខណ្ឌរបស់ខ្លួនមិនត្រូវបានបំពេញដើម្បីទទួលជ្រាបពីស្ថានភាពវិវត្តជុំវិញនៃជំលក់រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅថ្ងៃនេះសូមអស់លោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់មកអញ្ជើញតាមដានស្ដាប់ដូចតទៅនេះបន្ទាប់ពីការវិលត្រឡប់មកកាន់ជំលក់យោធាជាថ្មីអ៊ីរ៉ង់នៅពេលនេះបានបង្ហាញសញ្ញាថាខ្លួនមិនមានគម្រោងបញ្ជូនអ្នកចរចាទៅកាន់ទីក្រុងអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថានសម្រាប់កិច្ចចរចាជុំថ្មីជាមួយសហរដ្ឋអាមេរិកនោះទេដែលការនេះបានធ្វើឲ្យផែនការចរចាជាច្រើនថ្ងៃរវាងភាគីជម្លោះប្រឈមនឹងការបរាជ័យនេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាល់ហ្សេស៊ីរ៉ាលោកអ៊ីស្ម៉ាអ៊ីលបាហ្កាអ៊ីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថាទីក្រុងវ៉ាស៊ីនតោនបានរំលោភលើបទជបាញ់តាំងពីដើមនៃការអនុវត្តរបស់ខ្លួនដោយលើកឡើងថាការបិទច្រកសមុទ្រហ័រមូសដោយកងទ័ពជើងទឹកអាមេរិកចាប់តាំងពីថ្ងៃទី13ខែមេសានិងការរឹតអូសកប៉ាល់មួយគ្រឿងដែលត្រូវបានអ៊ីរ៉ង់ចាត់ទុកថាជាសកម្មភាពរំលោភទាំងបទជបាញ់និងច្បាប់អន្តរជាតិលោកបានព្រួយបារម្ភបន្ថែមថាប្រសិនបើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចាប់ផ្ដើមការវាយប្រហារឡើងវិញកងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបវិញភ្លាមៗខណៈក៏បានបញ្ជាក់ថាសំណើ10ចំណុចរបស់ទីក្រុងតេហឺរ៉ង់ដែលបានដាក់ជូនមុនកិច្ចចរចាជុំទី1នៅទីក្រុងអ៊ីស្លាមាបាតនៅតែជាមូលដ្ឋានសម្រាប់ការចរចាណាមួយនៅពេលអនាគតលោកអ៊ីស្ម៉ាអ៊ីលបាហ្កាអ៊ីបានមានប្រសាសន៍ថាសហរដ្ឋអាមេរិកមិនបានរៀនមេរៀនរបស់ខ្លួនពីបទពិសោធន៍ទេហើយរឿងនេះនឹងមិននាំទៅរកលទ្ធផលល្អទេដោយបន្ថែមថាអ៊ីរ៉ង់បានជូនដំណឹងទៅប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលសំខាន់រវាងភាគីទាំងពីរអំពីការរំលោភបំពានដែលបានកើតឡើងខណៈពេលជាមួយគ្នានេះមន្ត្រីប៉ាគីស្ថានបានបង្ហាញក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្នថាខ្លួនអាចនាំភាគីទាំងពីរត្រឡប់មកតុចរចាវិញបានហើយទីក្រុងអ៊ីស្លាមអាបាតក៏បានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាជុំទី2រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ដែលមានគោលបំណងបិទបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ទោះជាយ៉ាងណាក៏ដោយមន្ត្រីប៉ាគីស្ថានបានទទួលស្គាល់ថាភាពតានតឹងដែលកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះបានបង្កឲ្យមានភាពមិនច្បាស់លាស់យ៉ាងខ្លាំងចំពោះអនាគតនៃការចរចាមិនដោយការចរចាជុំទី1ដែលបានធ្វើឡើងនៅថ្ងៃទី11ខែមេសានោះទេប្រទេសប៉ាគីស្ថានមានគោលបំណងជំរុញឲ្យសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់យល់ព្រមលើការចរចារយៈពេលច្រើនថ្ងៃរហូតដល់មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលអ្នកសម្របសម្រួលហៅថាអនុសារណៈនៃការយោគយល់គ្នា MOU ដើម្បីឈានទៅរកបទជបាញ់រយៈពេលវែងនិងមានប្រសិទ្ធភាពតាមប្រភពដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងនេះបានប្រាប់សារព័ត៌មាន Al Jazeera ថាប្រសិនបើអនុសារណៈនេះអាចសម្រេចបានវានឹងផ្ដល់ពេលវេលាបន្ថែមដល់អ្នកចរចាសូម្បីតែអាចរហូតដល់60ថ្ងៃដើម្បីធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងជាងមុនជាមួយគ្នានេះអ៊ីរ៉ង់ក៏បានបង្ហាញការតបតយ៉ាងខ្លាំងចំពោះសារជាច្រើនរបស់លោក Donald Trump នៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យផងដែរទីភ្នាក់ងារសារព័ត៌មាន IRNA បានបញ្ជាក់ថារបាយការណ៍អំពីកិច្ចចរចាជុំទី2នៅទីក្រុងអ៊ីស្លាមអាបាតគឺមិនត្រឹមត្រូវហើយបានស្ដីបន្ទោសការខ្វះវឌ្ឍនភាពទៅលើអ្វីដែលខ្លួនហៅថាភាពលោភលន់របស់សហរដ្ឋអាមេរិករួមទាំងការទាមទារមិនសមហេតុផលការផ្លាស់ប្ដូរជំហរនិងភាពផ្ទុយគ្នាជាបន្តបន្ទាប់តាមការអះអាងរបស់ IRNA ការបិទផ្លូវកងទ័ពជើងទឹកក្រោមបទបញ្ជារបស់លោក Donald Trump នៅថ្ងៃទី13ខែមេសាបន្ទាប់ពីការបញ្ចប់ការចរចាជុំទី1បានរំលោភទៅលើការយោគយល់គ្នាអំពីបទជបាញ់និងបានរារាំងការវិវត្តនៃការចរចារហូតមកដល់ពេលនេះ
ក្នុងពេលជាមួយគ្នានោះលោកសយីដម៉ាស់មូដណាវ៉ាវៀនសមាជិកសភាអ៊ីរ៉ង់បានព្រមានថាការចរចាជាមួយសហរដ្ឋអាមេរិកក្រោមស្ថានភាពនៃការគំរាមកំហែងការវាយដង្ហើមនិងការរំលោភបទជប័នមិនត្រឹមតែគ្មានន័យនោះទេប៉ុន្តែអាចផ្ដល់គ្រោះថ្នាក់និងលើកទឹកចិត្តឲ្យមានការទាមទារកាន់តែខ្លាំងពីទីក្រុង Washingtonឆ្លើយតបទៅនឹងសំណើដែលសហរដ្ឋអាមេរិកទាមទារឲ្យអ៊ីរ៉ង់កាត់បន្ថយការចម្រាញ់សារធាតុអ៊ុរ៉ានៀមនិងប្រគល់ទៅឲ្យអន្តរជាតិសមាជិកសភាអ៊ីរ៉ង់ម្នាក់នៃគណៈកម្មាធិការសន្តិសុខភាពគឺលោកស្រីសារ៉ាហ្វាឡាហ៊ីបានថ្លែងកាលពីថ្ងៃច័ន្ទថាឃ្លាំងស្តុកអ៊ុរ៉ានៀមដែលបានចម្រាញ់រួចរបស់អ៊ីរ៉ង់មិនត្រូវអនុញ្ញាតឲ្យចាក់ចេញទៅប្រទេសឡើយពីព្រោះវាជាបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិលោកស្រីបានបញ្ជាក់ថាអ៊ីរ៉ង់បានបង្ហាញជំហរជំទាស់យ៉ាងដាច់ខាតទៅលើអ្វីដែលលោកស្រីព័ត៌មានថាជាការទាមទារហួសហេតុពីសហរដ្ឋអាមេរិកនៅក្នុងដំណើរការចរចានិងសង្កត់ធ្ងន់ថាសារធាតុអ៊ុរ៉ានៀមដែលបានចម្រាញ់រួចគួរតែត្រូវរក្សាទុកនៅក្នុងប្រទេសមិនមែនផ្ទេរទៅក្រៅប្រទេសឡើយក្រោយការប្រើប្រាស់កម្លាំងយោធារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅលើកប៉ាល់របស់អ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ថាកប៉ាល់របស់អ៊ីរ៉ង់នោះបានដឹកចេញនូវសារធាតុគីមីដែលប្រើប្រាស់សម្រាប់ការផលិតមីស៊ីលដែលកំពុងធ្វើដំណើរចេញពីប្រទេសចិនឆ្ពោះទៅកាន់អ៊ីរ៉ង់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានអះអាងថាកប៉ាល់មួយគ្រឿងដែលសហរដ្ឋអាមេរិកបានរឹបអូសនៅច្រកសមុទ្រ Hormuz សម្ដៅពីប្រទេសចិនទៅកាន់ប្រទេសអ៊ីរ៉ង់ត្រូវបានផ្សារភ្ជាប់ទៅនឹងការដឹកជញ្ជូនសារធាតុគីមីដែលអាចប្រើប្រាស់សម្រាប់ផលិតមីស៊ីលលោកស្រីបានសរសេរនៅលើបណ្ដាញសង្គម X ថាឧបទ្ទហេតុនេះបង្ហាញពីការគាំទ្ររបស់ចិនចំពោះអ៊ីរ៉ង់ដែលលោកស្រីចាត់ទុកថាជាសញ្ញាមិនអាចមើលរំលងបានទោះជាយ៉ាងណាការអះអាងនេះត្រូវបានបង្ហាញដោយគ្មានព័ត៌មានលម្អិតបន្ថែមឬភស្តុតាងច្បាស់លាស់នោះឡើយចំពេលដែលមានភាពចម្រូងចម្រាក់ក្នុងការចរចាជាមួយសហរដ្ឋអាមេរិកគេបានមើលឃើញថាស្ថានភាពនយោបាយនៅអ៊ីរ៉ង់កំពុងត្រូវបានបែងចែកជាពីរក្រុមធំៗនៅក្នុងជួរជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមក្រុមអ្នករឹងរូសត្រូវបានរាយការណ៍ថាកំពុងព្យាយាមសាកល្បងឥទ្ធិពលរបស់ពួកគេក្នុងការរំខានដំណើរការចរចាដែលបានជួបប្រទះនឹងឧបសគ្គរួចមកហើយមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមត្រូវបានគេដឹងថាបានបែងចែកជាពីរក្រុមដោយក្រុមមួយមានទំនាក់ទំនងជាមួយលោកអាហ្មាត់វ៉ាហ៊ីឌីនិងមួយទៀតមានទំនាក់ទំនងជាមួយលោកមូហាម៉ាត់បាហ្គឺហ្គាលីបាហ្វដែលត្រូវបានចាត់ទុកថាពឹងចិត្តនឹងការបន្តជំហរតឹងរឹងជាមួយលោកខាងលិចទោះបីที่មានការប្រកួតប្រជែងផ្ទៃក្នុងក្រុមទាំងពីរនៅបន្តមានគោលដៅរួមគឺការរក្សាស្ថិរភាពនិងការរស់រានមានជីវិតនៃរបបសាធារណរដ្ឋអ៊ីស្លាមប៉ុន្តែខុសគ្នាតែវិធីសាស្ត្រនិងយុទ្ធសាស្ត្រដែលត្រូវប្រើដើម្បីសម្រេចគោលដៅតែប៉ុណ្ណោះអ្នកវិភាគក៏បានកត់សម្គាល់ថាការប្រកួតប្រជែងផ្ទៃក្នុងបែបនេះធ្លាប់មានរួចមកហើយក្រោមការដឹកនាំរបស់លោកអាលីខាមេនេប៉ុន្តែបរិយាកាសបច្ចុប្បន្នមានសម្ពាធអន្តរជាតិខ្លាំងនិងអវត្តមានតុល្យភាពអំណាចច្បាស់បានធ្វើឲ្យវិសាលភាពនៃការប្រជែងកាន់តែធំឡើងនៅក្នុងវិស័យនយោបាយស៊ីវិលផងដែរក៏មានការបំបែកខ្លួនចេញពីក្រុម Paidari Front ដែលជាក្រុមអភិរក្សនិយមតឹងរឹងនិងមានជំហរប្រឆាំងសហរដ្ឋអាមេរិកយ៉ាងខ្លាំងទោះជាយ៉ាងណាទំនាក់ទំនងមនោវិជ្ជានិងបណ្ដាញផ្ទាល់ខ្លួនរបស់អ្នកនយោបាយមួយចំនួននៅតែភ្ជាប់ជិតស្និទ្ធជាមួយក្រុមនេះជាមួយគ្នានេះលោកមូហាម៉ាត់បាហ្គឺហ្គាលីបាហ្វដែលត្រូវបានមើលឃើញថាជាតំណាងនៃក្រុមជាក់ស្ដែងនិយមក៏បានរិះគន់ក្រុមតឹងរឹងមួយចំនួនដែលលោកចាត់ទុកថាជាកម្លាំងជ្រុលនិយមនិងមានឥទ្ធិពលនៅលើការរំខានដំណើរការចរចាភាពតានតឹងផ្ទៃក្នុងនេះត្រូវបានបង្ហាញតាមរយៈការប៉ះទង្គិចនយោបាយជាសាធារណៈរួមទាំងការរិះគន់គ្នាតាមបណ្ដាញសង្គមនិងការសម្ដែងមតិពីសមាជិកសភាមួយចំនួនដែលបានអំពាវនាវឲ្យមានការផ្លាស់ប្ដូរមុខតំណែងនយោបាយសំខាន់ៗទោះជាយ៉ាងណាក្រុមទាំងនេះនៅបន្តមានគោលដៅរួមគឺការរក្សាអំណាចរបស់រដ្ឋនិងការពារប្រព័ន្ធរបបសាធារណរដ្ឋអ៊ីស្លាម